5 ចំណុចជួយអ្នកឲ្យផុតពីភាពក្រីក្រជាពិសេសអ្នកដែលចង់រកស៊ីទី1គឺបដោតធ្វើអីមួយត្រូវធ្វើឲ្យច្បាស់ធ្វើឲ្យចេញចលនាផលសិនកុំធ្វើអានេះធ្វើអានោះណាខ្ញុំស្គាល់ច្រើនណាស់អ្នកមកអួតប្រាប់ខ្ញុំធ្វើអានេះធ្វើអានោះរកស៊ីប្រហែលជា50-60មុខតែឯងណាឥឡូវជពាក់គេជុំទឹះសងអត់រួចហើយបើសិនជាអ្នកដែលលោភលន់ណាទៅស្ដាប់ពួកអ្នកដែលរវើរវាយទាំងអស់នោះវិញស្ដាប់ហើយចាញ់បោកមកព្រោះយើងវាលោភលន់ពេកអញ្ចឹងងាយក្នុងការចាញ់បោកពួកអ្នកដែលរវើរវាយអស់នោះឯងទី2កសាងទំនុកចិត្តនេះគឺត្រូវចំណាយពេលរាប់ឆ្នាំដើម្បីកសាងបើសិនជាមិនប្រយ័ត្នគឺមួយវិនាទីរលាយបាត់តែម្ដងដូច្នេះនៅពេលដែលយើងរកស៊ីអីមួយត្រូវតែដល់ទំនុកចិត្តទៅកាន់អតិថិជនត្រូវតែលក់របស់ដែលស័ក្តិសមជាមួយនឹងតម្លៃគេគង់តែដឹងទេគ្មានរឿងអីយ៉ាងកំបាំងទេទី3កុំគិតរឿងសៅរ៍អាទិត្យណាកុំគិតរឿងសៅរ៍អាទិត្យឬក៏ថ្ងៃសម្រាប់ខំឲ្យមានសិនទៅកុំឲ្យគេថាជីវិតត្រូវចេះ enjoy ស្អីបើក្រលហាមហ្នឹងណាទៅប្រឹងហៃសូទៅណា enjoy ទៅណា trip ទៅណាបើនៅក្រត្រូវតែសំលុយសិនសំលុយហើយជាយាមស្រាវជ្រាវចាំមានលុយ$10000ចាំហោះទៅស្រុកគេស្រុកណាដែលទំនើបជាងយើងបន្តិចដូចថៃសិង្ហបុរីទៅមើលពី model អាជីវកម្មណាមួយដែលយើងអាចចម្លងបានមកធ្វើនៅស្រុកខ្មែរអានឹងខ្ញុំគ្រប់គ្រងតែបើថាទៅ enjoy life ទៅដើរលេងអត់ប្រយោជន៍កុំអាលអីគឺសំលុយសិនទៅទី4ត្រូវតែបើកចិត្តរៀនត្រូវតែបើកចិត្តស្រាវជ្រាវលើលោកនេះគ្មានចំណេះដឹងណាមួយដែលគេចេះអស់ទេណាត្រូវតែរៀនបន្ថែមរៀនរហូតខ្ញុំនិយាយនេះមិនមែនឲ្យរៀនពីខ្ញុំទេមិនបាច់រៀនពីខ្ញុំក៏បានដែរត្រូវស្រាវជ្រាវខ្លួនឯងក៏បានដែរសម័យនេះអត់មានអីពិបាកទេ secondary data មានពេញអ៊ីនធឺណិតចំណុចទី5ជាចំណុចខ្លឹមពេលដែលជោគជ័យពេលដែលមានបានឬក៏ពេលដែលកំពុងតែលាស់ត្រួយកុំប្រហែលខ្សែក្រវ៉ាត់ដែលវាយបានយ៉ាងលំបាកអាចនឹងត្រូវគេដណ្ដើមបានយ៉ាងងាយដូច្នេះគឺត្រូវត្រៀមខ្លួនជាមុនជានិច្ចដើម្បីការពារ